ban rầm đỏ ban dừng chành màu vinh rồi chành màu vinh nhưng mà nơi khang không bờ muối nó khơi tha nơi phum cỏ phò dương ní miền tè rập rồi nòng và mình tay tê hay bờตึก đây vớiประมาณกะโลtừ đo vọtกระดาโลvà tôi từ đo bọt từ nguồn thì chân ở lời níตีตังได้ในพมก็พอไปดาวเลยนะแต่เด็กเกิดก็เกิดมานะยมเกิดอัตตันได้ว่าอะไรนี่ยมอายุเราtừ 70 เพียงไงว่า70เพียงให้จังไปได้ยมเกิดมาคือนี่มันเมียนแต่เนินหนึ่งเมียนไปเฮียเมียนสลายหินเมียนไอ้เต็มเตยดอจะรูนเนยเตยจังเตยมาดอสมัยปอดปอดពេលនោះខ្ញុំក៏បានធ្វើការបម្រើឲ្យប្រជាពលរដ្ឋហ្នឹងនៅឆ្នាំ79នៅខែ6បាទ79ខែ6បម្រើការងារនៅហ្នឹងអញ្ចឹងទេអាសាចុះឡើងទៅនៅភូមិហ្នឹងចូលទៅសួរសុខទុក្ខឬក៏មានផែនការអីប្រជុំជាមួយគាត់ប្រជុំទៅបានប្រហែលនៅសល់ប្រហែលជា3ឆ្នាំបានគេជលៀសណាបាក់ហ្នឹងគឺមិនមែនបាក់ថាអូមកពីអ្នកបង្កលក្ខណៈទៅបូមខ្សាច់បូមដីអត់មានទេជំនាន់នោះអត់មានអ្នកបូមទេនៅទីនេះបូមអត់បានទេអញ្ចឹងទេបាក់នេះដោយធម្មជាតិមកវាបាក់ទៅដោយខ្លួនឯងមកដូចថាមកព្រឹកហ្នឹងប្រហែលម៉ែត្រហើយមកស្បកទៀតប្រហែលម៉ែត្រមកកាត់អញ្ចឹងអានឹងដូចគេហៅទឹកអីហូរពីក្រោមអាទឹកនេះវាចាស់តែជាទៅស្នាមទៅប្រេះទៅហ្មងនៅប្រជុំជាមួយស្រុកក្រួយឆ្មានេះតាសំភេងមកភេងជុំនៅប្រេះហ្នឹងក្រោយនៅរត់លើកតុកទៅដែរក្រោយបន្តិចទៅបាក់កាត់ទៅហ្មងថ្ងៃណាយប់ណានៅតែបាក់អញ្ចឹងបាទអត់មានពេលណាទៅធ្វើកលក្ខណៈថាអូបូមស្អីអត់មានពេលនោះឥឡូវនេះបូមក៏យើងមិនឲ្យមានដែរបាទយើងទៅតឹងអាបដយហ្នឹងយើងកាលនោះមកពីរំដោះវិញគេចែកដីបានម្នាក់មកគ្រូ37ម៉ែត្រដីចាប់ពីកោះផលទៅក្រៅវិញណា7គីឡូដីហ្នឹងហើយហេតុអី3ឆ្នាំអាលាយវាបាក់ចេះតែបាក់គ្មានសល់ទេបាក់ដល់ថ្នាក់ប្រជាពលរដ្ឋហ្នឹងមើលទៅទុកចិត្តមិនបានរុះផ្ទះប្រមាណហ្នឹងមកធ្វើកោះនេះបាទមកនៅកោះការនេះវិញកោះផលទៅបាក់ឥឡូវបាត់ទៅកោះបាត់ទៅអីអញ្ចឹងបើថាភូមិកោះផលវិញនៅទីតាំងឥឡូវនោះច្រាំងខាងនោះដើមត្រែងនោះមកជួរនឹងរហូតបាទសិតតែផ្ទះវិហារអីបាក់ទៅសាលាអីបាក់ទៅក្រោយមកធ្វើម៉េចបានមកនៅខាងនេះវាបាក់អស់ទៅហើយនៅសល់ច្រាំង1ម៉ែត្រ2ម៉ែត្រ1ម៉ែត្រ2ម៉ែត្រឥឡូវបាត់អាលីងដល់អាលីងអញ្ចឹងក្រោយមកនេះយើងត្រូវដោះស្រាយប្រជាពលរដ្ឋខ្លះហ្នឹងទៅរកទិញដីនៅណាគេហៅអីគីឡូ31ក្បែរមីមុតនោះទៅនៅនោះមួយចំនួននៅក្នុងភូមិនេះមួយចំនួនតូចប្រហែលជាជាង10គ្រួសារទេនៅក្នុងនេះភាគច្រើនទៅខាងនោះអញ្ចឹងទេពេលទៅខាងនោះហើយគិតយ៉ាងម៉េចខ្ញុំសំណាងបានអាយដាមជាហ្វារ៉ាឧបអង្កាលហ្នឹងណាបាទគាត់បានជួយជាយោបល់ថាឥឡូវចេះស៊ីមឯងត្រូវដីកន្លែងណាមើលណាមើលកន្លែងដីណាឲ្យតែគួរសមបន្តិចណាយើងដោះស្រាយឲ្យគាត់ព្រោះខ្ញុំក៏អរគុណដែរពេលនោះណានិយាយពីនោះប្រជាពលរដ្ឋក៏និយាយថាសប្បាយចិត្តនោះវាអត់មានកន្លែងនៅនោះបើយកពីនោះមកនៅក្រោមផ្ទះគេដល់អញ្ចឹងអាយដាមឧបហ្នឹងបង្កលក្ខណៈអញ្ចឹងទៅក៏បានហៅទិញដីហ្នឹងបានខាងស្មាគមគេជួយទិញដែរណាអញ្ចឹងទិញបាននៅខាងកើតផ្លូវ 71C នេះវិញហើយទិញរួចរាល់ទៅបានគេកសាងផ្ទះបាន40ខ្នងឥឡូវនេះ43ហើយព្រោះអីផ្ទះហ្នឹងអ្នកដែលអត់មានផ្ទះហ្នឹងទៅនៅលើផ្ទះហ្នឹងប៉ុន្តែយើងចែកតាមរយៈយើងបោះឆ្នោតយើងសរសេរផ្ទះលេខប្រមាណឲ្យអ្នកនេះចាំបានលេខប្រមាណទៅយកផ្ទះលេខហ្នឹងទៅណាកុំឲ្យទៅដើមហើយក្នុងនោះទៀតក៏មានអ្នកស្រុកខ្លះពី3គ្រួសារ4គ្រួសារដែរវាអត់ដែរនោះអញ្ចឹងថាគេក្រដែរយើងក៏ក្រក៏គាត់មកសុំក៏យើងអាចអនុគ្រោះឲ្យគាត់ទៅអញ្ចឹងខាងយើងនឹងបានគ្រប់ដែរដែលមករស់នៅភូមិកោះផលនោះ43ក្នុងផ្ទះបាទប្រហែលគ្រួសារ68គ្រួសារ68គ្រួសារណាបាទជាប្រជាពលរដ្ឋប្រហែលប្រហែលអ្នកប្រជាពលរដ្ឋសរុបទាំងអស់វា283នាក់អាយដាមជាសប្រាមុនដំបូងថាស្មាគមប្រជាមកអញ្ចឹងអាយដាមជាសប្រាគាត់បានមកជួយប្រជាពលរដ្ឋកោះផលច្រាំងបាក់មកណាអត់មានកន្លែងគាត់ណាសម្រាប់យល់បានឲ្យមកនៅភូមិហ្នឹងទៅណាគាត់ជាភូមិហ្នឹងទៅមកពីគាត់អាយដាមជាសប្រាហ្នឹងហើយស្មាគមគេធ្វើឲ្យសមាគមអីដែរពូខាងអារ៉ាប់គេធ្វើឲ្យហ្នឹង
យ៉ាងណាបាទ ចុងក្រោយយើងអាយឧត្តមជាសវរាអាយឧត្តមហាប់អមលីក៏ដោយឲ្យសម្រាប់ទទួលបានមហោនៅហ្នឹងខ្ញុំអរគុណអស់ពីអរគុណអត់មានអីទេមានតែមានតែដប់ស្ពះអរគុណពីគាត់បានរស់នៅកូនចៅខ្ញុំទាំងអស់ហ្នឹងណាបាទអរគុណសុខសប្បាយអរគ្នា